Sơ pram bay, môi, mình xâm lập sát. Pi, mình lôi trọp kế. Bay, mình sạp mê thân thóm. Buồn, mình dây có họ. Pram, mình phật tắc sơ vấn. Pram môi, mình bồ rập hộp hà khó cá. Pram pi, mình rõm chuyên pro cung phlénh. Pram bay, mình ẩn quy tì xê na khố. Ông này ô bao sật thật sở rư sở pram bay. ការរក្សាឧបោសថសិលឬសិល 8 មានភាពខុសប្លែកគ្នាពីការរក្សានិច្ចសិលឬសិល 5 ព្រោះការរក្សាឧបោសថសិលធ្វើឡើងតែ 4 ថ្ងៃ ឬ 4 សិលក្នុងមួយខែ គឺថ្ងៃ 8 រោច ថ្ងៃ 15 រោច ថ្ងៃ 8 កើត ថ្ងៃ 15 កើត ហើយឧបោសថសិលក្នុងថ្ងៃនីមួយៗរក្សាតែមួយយប់មួយថ្ងៃប៉ុណ្ណោះ មានថ្ងៃដទៃទៀតដែលរាប់បញ្ចូលក្នុងថ្ងៃឧបោសថដែរ ប៉ុន្តែសពថ្ងៃនេះជាទូទៅគឺកំណត់យកតែ 4 ថ្ងៃឬ 4 សិលដូចបានរៀបរាប់ខាងលើ ចំណែកឯសិល 5 វិញ មិនបានកំណត់ការឬកំណត់ថ្ងៃដូចនេះទេ ព្រោះសិល 5 គឺជាសិលដែលត្រូវរក្សាជារៀងរាល់ថ្ងៃជានិច្ចនិរន្តរ៍ ដូច្នេះហើយទើបមានវេវចនៈស័ព្ទមួយទៀតហៅថានិច្ចសិល កិច្ចនៃឧបោសថសិលមានការពន្យល់ក្បោះក្បាយនៅក្នុងសៀវភៅកហេបដិបត្តិ នៅក្នុងទីនេះ សូមលើកយកតែគោលនិងអង្គនៃសិក្ខាបទមកចែកជូនតែប៉ុណ្ណោះគោលនិងអង្គនៃសិក្ខាបទមួយចំនួនដូចគ្នានឹងសិល 5 ដែរ សូមពិនិត្យនិងសង្កេតតាមសិក្ខាបទនានាដូចខាងក្រោមនេះ 1. បាណាតិបាតវេរមណី វាចាកការសម្លាប់សត្វ បាណាតិបាតមានអង្គ 5 គឺ 1. បាណោ សត្វមានជីវិត 2. បាណសញ្ញតា មានសេចក្តីដឹងថាសត្វមានជីវិត 3. អវធកចិត្តតាំង ចិត្តគិតនឹងសម្លាប់ 4. អបកមោ ព្យាយាមនឹងសម្លាប់ 2. តេនមរណੰ សត្វស្លាប់ដោយការព្យាយាមនោះ 2. អត្តនេទានាវេរមណី វាចាកការកាន់យករបស់ដែលគេមិនបានឲ្យដោយកាយឬដោយវាចាវាចាកការលួចទ្រព្យគេ អត្តនេទានមានអង្គ 5 គឺ 1. បរៈបរិកហេតាំង ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា 2. បរៈបរិកហេតសញ្ញតា សេចក្តីដឹងថាទ្រព្យមានម្ចាស់គេហួងហែងរក្សា 3. ថយចិត្តតាំង ចិត្តគិតនឹងលួច 4. អបកមោ ព្យាយាមនឹងលួច 5. តេនហរណੰ លួចបានមកដោយការព្យាយាមនោះ 3. អប្រមេចរិយាវេរមណី វាចាកការសែបនៅមេថនធម្មសែបកាម អប្រមេចរិយាមានអង្គ 4 1. ភេទនវត្ថុ វត្ថុជាទីទំលេនៅសិលគឺទ្វារទាំង 30 ចំពោះត្រង់ទ្វារណាមួយ 2. សេវនៈចិត្តតាំង ចិត្តគិតនឹងសែប 3. តច្ចោវិយាមោ ព្យាយាមនឹងសែបនៅមេថនធម្មនោះ 4. មគ្គនៈ មគ្គបដិបត្តិណੰ ញ៉ាំងមគ្គនឹងមគ្គឲ្យដល់គ្នា 4. មុសាវាទាវេរមណី វាចាកការពោលពាក្យមិនពិតគឺពាក្យកុហក មុសាវាទមានអង្គ 4 គឺ 1. អតថាងវត្ថុមិនពិត 2. អវិសង្វាតនៈចិត្តតាំង ចិត្តគិតនឹងពោលឲ្យខុស 3. តច្ចោវិយាមោ ព្យាយាមនឹងពោលឲ្យខុស 4. បរសត្តតថាអវិជ្ជាណណੰ ញ៉ាំងអ្នកដតីឲ្យដឹងច្បាស់នៅសេចក្តីនោះ 5. សរាមេរយបមជ្ជបមាតដ្ឋានាវេរមណី វាចាកការសែបនៅទឹកស្រវឹងគឺសរានិងមេរ័យ សរាមេរយៈមានអង្គ 4 គឺ 1. មជ្ជនិយវត្ថុជាទីតាំងនៃសេចក្តីស្រវឹងគឺសរានិងមេរ័យ 2. បាតកាមយតាចិត្តតាំង ចិត្តគិតបំរុងនឹងផឹក 3. តច្ចោវិយាមោ ព្យាយាមនឹងផឹកនៅទឹកស្រវឹងនោះ 4. តាសៈបាណੰ បានផឹកនៅទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ 6. អវិកាលភោជនីវេរមណី វាចាកិរិយាបរិភោគនៅភោជនាហារក្នុងកាលខុស អវិកាលភោជនៈមានអង្គ 3 1. អវិកាឡោ កាលខុសគឺព្រះអាទិត្យជ្រេទៅហើយដរាបដល់អរុណរះ 2. យាវកាលិកាំង របស់ដែលគួរបរិភោគក្នុងកាលបាន គឺតាំងពីអរុណរះឡើងដរាបដល់ថ្ងៃត្រង់ 3. អច្ឆោហរណੰ បានលេបចូលទៅក្នុងបំពង់ក 7.
ណាចកេតវាតិតវិโสកតេសនៈមេលាកន្ធវិលេបណធារណមណ្ឌនវិភូសនដ្ឋានាវេរមនីវេចាកិរិយារំនឹងច្រៀងនិងប្រគំនិងមើលល្បែងដែលជាសត្រូវដល់កុសលធម៌និងកិរិយាត្រត្រង់និងប្រដាប់តាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រងនិងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងណាចកេព្រមទាំងមេលារួមជាសិក្ខាបទមួយមានអង្គ6 1. ណាចកេតាតិការលេងល្បែងមានរាំនឹងច្រៀងជាដើម 2. កាត់តកាមយតាចិត្តតាំងគិតបំរុងនឹងធ្វើ 3. សតៈទេសនដ្ឋាយៈកមណាំងទៅដើម្បីស្ដាប់ឬមើលហើយបានស្ដាប់ឬមើល 4. មេលាតិវត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម 5. ថេរណច្ឆន្ទតាសេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង 6. តាសៈធេរណੰបានប្រដាប់តាក់តែងនៅវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ 8. អុច្ចាសយណៈមហាសយនាវេរមនីវាចាទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរអុច្ចាសយណៈមានអង្គ3 1. អុច្ចាសយណៈមហាសយណੰទីដេកទីអង្គុយដ៏ខ្ពស់ដ៏ប្រសើរហួសប្រមាណ 2. បរិភោគចិត្តតាំងកត់នឹងដេកឬអង្គុយ 3. បរិភោគករណੰបានដេកឬអង្គុយកាលបើឧបាសកឧបាសិកាប្រព្រឹត្តឲ្យកន្លងនៅសិក្ខាបទណាលុះតែព្រមដោយអង្គក្នុងសិក្ខាបទនោះទៅបានឈ្មោះថាកន្លងបើមិនទាន់ព្រមដោយអង្គនោះក៏មិនបានឈ្មោះថាកន្លងនៅសិក្ខាបទនោះទេសូមអស់លោកអ្នកអញ្ជើញអនុមោទនី